ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាត់មកខ្ញុំយូរមែនតើចាវីដេអូដែលខ្ញុំចេញអញ្ចឹងក្រោយគេអាចនឹងមួយឆ្នាំកន្លះមុនចាអញ្ចឹងមុននឹងចូលទៅដល់ថាមូលហេតុអីដែលខ្ញុំចាក់ឆ្ងាយពីប្រព័ន្ធ social ហ្នឹងខ្ញុំក៏សូមអរគុណចាសូមអរគុណមែនទែនសម្រាប់ប្រិយមិត្តខ្ញុំក៏ដូចជាអ្នកតាមដានមិនថានៅក្នុង platform របស់ខ្ញុំទាំង3តែម្ដងខ្ញុំសូមអរគុណ YouTube TikTok ហើយនឹង Facebook page របស់ខ្ញុំគឺល្បិតចិត្តបាយវិនអញ្ចឹងណាទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាធំដែលសួរសុខទុក្ខខ្ញុំដែលជាកម្លាំងចិត្តហ្មងណាទាំងអស់គ្នាចាអញ្ចឹងត្រឡប់មកវិញថាមូលហេតុអីដែលខ្ញុំចាក់ឆ្ងាយពី social media ទាំងអស់ហ្នឹងអញ្ចឹងទី1គឺខ្ញុំរំពឹងខ្ពស់ខ្ញុំធ្លាប់គិតថាខ្ញុំនឹងធ្វើ platform ធ្វើ content ហ្នឹងដើម្បីជាចំណូលបានជាចំណូលធំសម្រាប់ឲ្យខ្ញុំនឹងរួចចំណាយប្រចាំខែអញ្ចឹងទី1របស់ខ្ញុំហ្នឹងគឺខ្ញុំរំពឹងខ្ពស់ពេកប៉ុន្តែធៀបពិតទៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើ2ឆ្នាំមកហ្នឹងចំណូលធំហ្នឹងវាអត់បានជួយខ្ញុំទេមានន័យថាចំណូលពី platform ទាំងអស់ហ្នឹងមិនថាការធ្វើវីដេអូមិនថាការលក់របស់ខ្ញុំហ្នឹងគឺវាអត់បានចំណូលខ្ពស់មកឲ្យខ្ញុំទេអញ្ចឹងធ្វើឲ្យខ្ញុំបាក់ទឹកចិត្តអញ្ចឹងទី1គឺខ្ញុំបាក់ទឹកចិត្តហ្មងអ្នកទាំងអស់គ្នាចាទី2គឺខ្ញុំយល់ថាខ្ញុំមានអារម្មណ៍ខ្លួនឯងខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាដែលគាត់ធ្វើ content អ្នកទាំងអស់គ្នាដែលប្រឹងលក់ដូរនៅក្នុងប្រព័ន្ធបណ្ដាញសង្គមអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំទេសម្រាប់ខ្ញុំតាំងពី2022ដែលខ្ញុំចាប់ផ្ដើមលក់សភៅចាត់ចែងលុយនឹងមកខ្ញុំខំប្រឹងប្រម៉ូទដោយខ្លួនឯងខ្ញុំមិនដែល boost page ខ្ញុំមិនដែលនិយាយទៅគឺខ្ញុំប្រឹងប្រើ content ប្រឹងធ្វើដោយខ្លួនឯងអញ្ចឹងណាអញ្ចឹងខ្ញុំមានអារម្មណ៍មួយថាខ្ញុំធ្វើទីផ្សារគេស្គាល់ហ្នឹងគឺ free ចាឲ្យគេស្គាល់ free អត់អីទេសម្រាប់ខ្ញុំពីព្រោះហ្នឹងជាចំណូលរបស់ខ្ញុំមួយផ្នែកដែរអញ្ចឹងណាប៉ុន្តែពេលដែលទីផ្សារសេរីយូរទៅវាធ្វើឲ្យចំណូលរបស់យើងហ្នឹងដោយសារវាសេរីពេកអញ្ចឹងវាធ្វើឲ្យការលក់របស់យើងហ្នឹងវាអត់បានដូចអីដែលយើងរំពឹងអញ្ចឹងណាចាអញ្ចឹងអានឹងតាក់ទងទៅនឹងការលក់ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើទីផ្សារ free ដល់ពេលធ្វើទីផ្សារ free យូរទៅអញ្ចឹងការលក់របស់យើងហ្នឹងគឺអត់អាចប្រកួតប្រជែងជាមួយទីផ្សារដែលគាត់យកទៅលក់បន្ទាបតម្លៃបានចាអញ្ចឹងអានឹងចំណុចទី2របស់ខ្ញុំចំណុចទី3របស់ខ្ញុំយល់ថាខ្ញុំធ្វើគ្រប់យ៉ាងគឺខ្ញុំធ្វើតែម្នាក់ឯងខ្ញុំអត់មានជំនួយខ្ញុំចាប់ផ្ដើមធ្វើ YouTube ខ្ញុំចាប់ផ្ដើមធ្វើ TikTok ឬក៏ page ហ្នឹងគឺអត់មានអ្នកណាគេជួយខ្ញុំទេគឺខ្ញុំស្រាវជ្រាវខ្ញុំធ្វើដោយខ្លួនឯងអ្នកទាំងអស់គ្នាសាកគិតអញ្ចឹងខ្ញុំប្រឹងធ្វើ content ប្រឹងធ្វើវីដេអូប្រឹងថតចាប្រឹងថតតែម្នាក់ឯងតែមុននឹងថតហ្នឹងមាន script អញ្ចឹងត្រូវគិត script សិនគិត script ហើយយើងថតហើយយើងកាត់តហើយយើងធ្វើ thumbnail ធ្វើអីអញ្ចឹងណាចាដើម្បីតាក់ទាញធ្វើអីអញ្ចឹងទៅបន្ទាប់មកយើងផុសហើយមកផ្នែកទៀតយើងត្រូវឆ្លើយតបជាមួយនឹងអតិថិជនយើងលក់ពីព្រោះខ្ញុំលក់សភៅដោយអ្នកទាំងអស់គ្នាដឹងអញ្ចឹងណាអញ្ចឹងខ្ញុំលក់ខ្ញុំអីអញ្ចឹងមួយផ្នែកទៀតគឺខ្ញុំត្រូវចាត់ចែងពេលវេលាសម្រាប់លក់ដូរដែរដើម្បីនឹងជាចំណូលរបស់ខ្ញុំដែរត្រូវអ្នកទាំងអស់គ្នាអញ្ចឹងដល់ពេលខ្ញុំម្នាក់ឯងតែម្នាក់ឯងសុទ្ធហ្មងអត់មានអ្នកជួយអញ្ចឹងខ្ញុំគិតថាខ្ញុំបរាជ័យពេលដែលខ្ញុំបរាជ័យគឺខ្ញុំព្យាយាមខំប្រងើបមកដែរប៉ុន្តែខ្ញុំនៅតែបរាជ័យវាខុសពីការធ្វើការរបស់យើងអ្នកទាំងអស់គ្នាយើងធ្វើការមួយថ្ងៃ8ម៉ោងឬ12ម៉ោងយើងយល់ថាយើងធ្វើការហត់ប៉ុន្តែដល់ខែគឺប្រាក់ខែយើងថេរអញ្ចឹងណាហើយយើងអត់សូវហត់ទេពីព្រោះខ្ញុំនិយាយថាអត់សូវហត់មួយសប្តាហ៍7ថ្ងៃយើងធ្វើការតែ6ថ្ងៃឯក្នុងមួយថ្ងៃ8ម៉ោងឬក៏12ម៉ោងដែលអ្នកទាំងអស់គ្នាធ្វើការនឹងមានពេលវេលាខ្លះយើងហត់ទៅយើងអាចលួចខ្ជិលយើងអាចលួចទៅទឹកញាប់អីអញ្ចឹងទៅការងារនឹងច្រើនពេកក៏យើងអាចអត់ធ្វើថ្ងៃហ្នឹងស្អែកយើងធ្វើទៀតក៏បានដែរពីព្រោះការងារវាមានរាល់ថ្ងៃឯងអញ្ចឹងយើងអត់ធ្វើថ្ងៃហ្នឹងអត់ទាន់ពេលវេលាថ្ងៃហ្នឹងយើងធ្វើតែការងារណាដែលចាំបាច់អញ្ចឹងទៅអញ្ចឹងតើតើទៅនឹងការធ្វើការខ្ញុំយល់ថាវាអត់បរាជ័យវាអត់ហត់នឿយទេតែដល់ពេលយើងរកស៊ីហើយពេលដែលយើងម្នាក់ឯងចេះទៀតគឺយើងគ្រប់យ៉ាងគឺយើងត្រូវធ្វើខ្លួនឯងអីខ្លួនឯងហ្មងអញ្ចឹងគឺខ្ញុំហត់ហើយខ្ញុំអត់អាចរកជំនួយបានហេតុអីពីព្រោះថាការលក់របស់យើងវាអត់ទាន់ថេរផងហើយការធ្វើវីដេអូរបស់យើងហ្នឹងក៏អត់ទាន់ថេរខ្ញុំអត់ចេះរកsponsor ខ្ញុំអត់ចេះរកអីទេអ្នកទាំងអស់គ្នាអញ្ចឹងទៅគាត់ធ្វើឲ្យខ្ញុំអត់អាចរកបុគ្គលិកបានចាខ្ញុំអត់អាចរកបុគ្គលិកខ្ញុំអត់អាច pay off គេបានសូម្បីតែខ្ញុំក៏ប៉ុតខ្ញុំមានគម្រោងវែងឆ្ងាយខ្ញុំមានគម្រោងចង់ហាង
chặt chanh lôi đánh nhôm hoàng ngay phương được tiền năng cứ nhôm miên cùng rốn trong từ bao nơi khang khẽ miền thay nhôm trong ở miền hàng to luôn chẳng á bên tai sắp tại an toàn bàn từng nhôm mình toàn họp tham gia para chạy bên tai nhôm tục về việc class mẹ luôn anh tha ta nhôm nâng hộp nâng đọc xeอย่างnâng đòi là biểm nào tao một tiền chẳng á chẳng là cho nội tị bày chả chẳng tị buôn bao nhiêu nó cứ nhôm ăn bạc cai lụa thế này từng khi nhôm hiên vậy thay nhôm ăn bạc cai lụa lụa nhôm khoan tại cáiประกวด ไปเจน ប៉ុណ្ណឹងខ្ញុំបាក់ទឹកចិត្តគេប្រកួតប្រជែងគេលក់ធូរថ្លៃជាងខ្ញុំគេយកបានមកធូរថ្លៃជាងខ្ញុំអញ្ចឹងខ្ញុំបាក់ទឹកចិត្តហើយពេលខ្ញុំបាក់ទឹកចិត្តយូរទៅខ្ញុំលែងចង់លក់ហើយចាខ្ញុំលែងចង់លក់ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងក៏ខ្ញុំរកឃើញថាខ្ញុំអត់ប្រកែលក់នៅក្នុងវិស័យហ្នឹងអញ្ចឹងទៅហើយត្រឡប់មកដល់វីដេអូចេញថ្ងៃនេះហ្នឹងសរុបសេចក្តីមកពេលដែលខ្ញុំនិយាយរ៉ារ៉ាប់ប្រាប់អ្នកទាំងអស់គ្នាប៉ុណ្ណឹងហ្នឹងគឺសួរថាខ្ញុំបោះបង់ហ៎ខ្ញុំមិនបោះបង់ទេអ្នកទាំងអស់គ្នាអញ្ចឹងចាប់ផ្ដើមពីឥឡូវនេះតទៅចាប់ផ្ដើមពីឆ្នាំ2026ហ្នឹងទៅខ្ញុំនឹងចាប់ផ្ដើមវិញអញ្ចឹងណាតែសួរថាតើមានអីដែលថ្មីតើមានសភៅអីមានអីនោះខ្ញុំនឹងព្យាយាមចាតែខ្ញុំព្យាយាមទៅតាមកម្លាំងដែលខ្ញុំមានដែរអញ្ចឹងណាសូម្បីតែកាត់តវីដេអូខ្ញុំធ្វើ poster ខ្ញុំធ្វើអីហ្នឹងគឺខ្ញុំធ្វើម្នាក់ឯងទាំងអស់អញ្ចឹងបានសរុបសេចក្តីមកខ្ញុំថាបើយើងជោគជ័យមិនអាចជោគជ័យតែម្នាក់ឯងទេយើងត្រូវមានក្រុមការងារយើងត្រូវមានអីជួយអញ្ចឹងតែមូលហេតុដែលយើងអត់មានដែលខ្ញុំអត់មានដោយសារតែចំណូលខ្ញុំរំពឹងថាចំណូលហ្នឹងវាបានសម្រាប់ cover ទាំងអស់ហ្នឹងតែចំណូលគឺអត់បាន cover ចំណូលខ្ញុំចំណូលដែលបានមកហ្នឹងគឺវាអត់បាន cover នឹងអាជីវភាពរបស់ខ្ញុំហើយអញ្ចឹងខ្ញុំមិនអាចរំលែកអាហ្នឹងទៅជួលបុគ្គលិកថែមទៀតទេអាហ្នឹងជាអីដែលខ្ញុំជួបប្រទេសហើយខ្ញុំយល់ថាខ្ញុំវានៅ stuck កន្លែងហ្នឹងអត់អាច move ទៅមក step ទៀតបានណាខ្ញុំគិតថាខ្ញុំនៅមានចន្លោះខ្វះខាតត្រង់ចំណុចហ្នឹងចាអញ្ចឹងបន្ទាប់ពីដឹងចំណុចខ្វះខាតទាំងអស់ហ្នឹងហើយខ្ញុំនឹងព្យាយាមប្រាប់ខ្លួនឯងថាខ្ញុំទាញដៃខ្លួនឯងឲ្យត្រឡប់ចូលមកក្នុងប្រព័ន្ធ social media នឹងវិញហើយនឹងខ្ញុំចាប់ផ្ដើមលក់ផលិតផលផ្សេងអញ្ចឹងណាមិនថាខ្ញុំលក់សភៅចាត់ចែងលុយឬក៏ខ្ញុំលក់អីផ្សេងទៀតអញ្ចឹងទេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមថ្មីនៅក្នុងឆ្នាំ2026សង្ឃឹមថាប្រិមិត្តរបស់ខ្ញុំនឹងនៅតែគ្រប់គ្រងហើយនឹងការចែករំលែកការចាត់ចែងលុយនេះខ្ញុំនឹងព្យាយាមបន្តទៀតអញ្ចឹងណាអ្នកទាំងអស់គ្នាការធ្វើវីដេអូតាក់ទងទៅនឹងការចាត់ចែងលុយវាអត់បានជួយអីច្រើនទេតែវាជាកម្លាំងចិត្តចាវាជាកម្លាំងជំរុញវាជាកម្លាំងជំរុញឲ្យអ្នកទាំងអស់គ្នាឲ្យប្រិមិត្តរបស់ខ្ញុំដែលអ្នកទាំងអស់គ្នាចូលចិត្តមើលហើយក៏ដូចជាបានកែប្រែខ្លួនតាមពីមុនអត់ចេះចាត់ចែងលុយទេពីមុនចំណូលចាយអត់គ្រាន់ទេប៉ុន្តែឥឡូវហ្នឹងចំណូលរបស់យើងហ្នឹងមកដល់យើងចេះចាត់ចែងអញ្ចឹងណាអញ្ចឹងខ្ញុំនៅតែផ្ដល់សារៈសំខាន់នៅវីដេអូចាត់ចែងលុយពីព្រោះរាល់ថ្ងៃហ្នឹងខ្ញុំក៏នៅតែចាត់ចែងលុយខ្ញុំមិនដែលអត់ចាត់ចែងមួយខែណាទេអ្នកទាំងអស់គ្នាអានឹងវានៅតែមានសារៈសំខាន់អញ្ចឹងណាតែគ្រាន់ថាគីឡូថាវីដេអូរបស់ខ្ញុំហ្នឹងនិយាយគឺអត់បានក្បោះក្បាយទៅអ្នកទាំងអស់គ្នាអញ្ចឹងវានៅខ្វះចន្លោះកន្លែងណាខ្ញុំសូមចិត្តឲ្យអ្នកទាំងអស់គ្នាជួយ comment ចាជួយ comment ឬក៏ជួយសរសេរប្រាប់ខ្ញុំមកថាបងឥឡូវហ្នឹងខ្ញុំយល់ថាវីដេអូរបស់បងខ្វះខាតកន្លែងនេះខ្ញុំយល់ថាខ្ញុំអត់យល់ត្រង់ចំណុចនេះអញ្ចឹងតោះតែអ្នកទាំងអស់គ្នាប្រាប់ខ្ញុំថាយើងអត់យល់អ្នកទាំងអស់គ្នាអត់យល់កន្លែងណាបានស្រួលខ្ញុំបកស្រាយជូនអ្នកទាំងអស់គ្នាអានឹងអីដែលខ្ញុំសូមអ្នកទាំងអស់គ្នាចាអញ្ចឹងសរុបសេចក្តីមកកុំឲ្យវីដេអូនឹងវែងគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាចាប់ពីឥឡូវហ្នឹងទៅខ្ញុំនឹងព្យាយាមធ្វើវីដេអូហើយបន្ទាប់ពីខ្ញុំធ្វើវីដេអូហើយឆ្នាំ2026ខ្ញុំនឹងចាប់ផ្ដើមត្រឡប់មកការលក់បដារបស់ខ្ញុំត្រឡប់មកវិញហើយខ្ញុំនឹងប្រហែលជាអាចនឹងបោះបង់ការងាររបស់ខ្ញុំមកធ្វើការងារនេះដែលជាក្តីសម័យរបស់ខ្ញុំដែលជាអីដែលខ្ញុំស្រឡាញ់ឲ្យតែនឹកឃើញថាខ្ញុំបាននិយាយជាមួយនឹងប្រិមិត្តរបស់ខ្ញុំអ្នកទាំងអស់គ្នាចេះចាត់ចែងលុយប្រសើរជាងមុនអញ្ចឹងខ្ញុំមានក្តីសុខខ្ញុំមិនដឹងថាមកពីអីទេប៉ុន្តែអាទាំងអស់ហ្នឹងឲ្យខ្ញុំមានក្តីសុខគ្រាន់ថាក្តីសុខហ្នឹងវាអត់បានជួយវាថាវាអត់បានជួយទៅនឹងចំណូលរបស់យើងវាបានច្រើនដូចអីដែលយើងខំប្រឹងធ្វើការអញ្ចឹងគឺខ្ញុំត្រូវថ្លឹងថ្លែងអញ្ចឹងគឺខ្ញុំត្រូវថ្លឹងថ្លែងហើយខ្ញុំត្រូវបោះបង់ណាមួយអញ្ចឹងទៅ
ឥឡូវហ្នឹងខ្ញុំសម្រាប់ចិត្តច្បាស់ហើយប្រហែលជាខ្ញុំអាចនឹងបោះបង់មួយហើយនឹងចាប់ផ្ដើមត្រឡប់មកវិញជាមួយនឹងការផុសវីដេអូរបស់ខ្ញុំឡើងវិញចាក៏មានតែប៉ុណ្្នឹងទេអ្នកនរគ្នាវីដេអូក៏មានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណធំសម្រាប់ការចំណាយពេលស្ដាប់មកដល់ចុងក្រោយនេះតិចទៀតនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូតាក់ទងទៅនឹងការចាត់ចែងលុយក៏ដូចជាគន្លឹះនៅក្នុងការសន្សំលុយផ្សេងអរគុណជម្រាបលា